ពីសង្គ្រាមទៅជាអ្នកចម្បាំងពីវិបត្តិទៅជាកម្លាំងបងប្អូនក្រុមការងារជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបងប្អូនសមាជិកគ្រួសារ CEO មិនស្លាប់ជាទីស្រឡាញ់និងជាទីនឹករលឹកបងប្អូនម្ចាស់ជីវកម្មថ្នាក់ដឹកនាំនិងបងប្អូនប្រុសស្រីកម្ពុជាទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះខ្ញុំសូមចូលរួមយោបល់ទៅកាន់បងប្អូនទាំងអស់គ្នាក្នុងនាមជាស្ថាបនិក CEO Master Club នៃវិទ្យាស្ថាន CEO និងក្នុងនាមជាប្រជាជនខ្មែរម្នាក់របស់កម្ពុជាដែលកំពុងតែប្រឈមជាមួយនឹងការឈ្លានពានទឹកដីរបស់ប្រទេសថៃមកលើកម្ពុជាយើងជាដំបូងខ្ញុំសូមលំអោនកាយគោរពដោយក្តីសោកស្ដាយបំផុតចំពោះបងប្អូនវីរៈកងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់យើងដែលបានពលិជីវិតសាច់ស្រស់ឈាមស្រស់របស់ពួកគាត់ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើងទន្ទឹមនឹងនេះផងដែរខ្ញុំសូមធ្វើការគោរពចំពោះបងប្អូនជនស៊ីវិលស្លូតត្រង់របស់កម្ពុជាយើងទាំងអស់ដែលបានរងរបួសនិងបាត់បង់ជីវិតដោយសារសង្គ្រាមឈ្លានពានដ៏សាហាវឃោរឃៅរបស់ទាហានថៃមកលើកម្ពុជាយើងក្នុងនាមជាស្ថាបនិករបស់ CEO មិនស្លាប់នៃវិទ្យាស្ថាន CEO និងក្នុងនាមជាប្រជាពលរដ្ឋម្នាក់ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងសោកស្ដាយយ៉ាងក្រៃលែងបំផុតខ្ញុំសូមយកឱកាសនេះសូមឲ្យបងប្អូនប្រជាជនកម្ពុជាយើងទាំងអស់គ្នាទូទាំងប្រទេសបានចងចាំនៅការលះបង់អាយុជីវិតនិងរាងកាយរបស់ពួកគាត់ដែលបានពលិនិងរងរបួសក្នុងបុព្វហេតុការពីជាតិមាតុភូមិយើងនេះដោយមិនអាចបំភ្លេចបានភាពក្លាហានរបស់បងប្អូនវីរៈកងទ័ពគឺជាខែលការពារដ៏រឹងមាំដល់អនាគតរបស់ប្រជាជនយើងទាំងអស់គ្រប់គ្នាការឈឺចាប់របស់យើងទាំងអស់គ្នាគឺបានរំលឹកឲ្យយើងដឹងអំពីតម្លៃពិតនៃអធិបតេយ្យភាពរបស់ប្រជាជាតិយើងសូមឲ្យដួងព្រលឹងបងប្អូនវីរៈកងទ័ពដែលបានពលិទាំងអស់បានសម្រាប់នៅសុគតិភពកំបីគ្លៀងគ្លេតឡើងសូមឲ្យបងប្អូនដែលបានរងរបួសទាំងអស់បានឆាប់ជាសះស្បើយហើយមានកម្លាំងធម៌ពលល្អប្រសើរឡើងវិញហើយសូមឲ្យបងប្អូនក្រុមគ្រួសាររបស់វីរៈកងទ័ពដែលបានពលិនិងរងរបួសទាំងអស់បានដឹងថាប្រទេសជាតិរបស់យើងគឺតែងតែនៅជាមួយបងប្អូននិងឲ្យតម្លៃបងប្អូនជានិច្ចជាការពិតណាស់កម្ពុជាគឺជាប្រទេសតូចសេដ្ឋកិច្ចតូចនិងមានប្រជាជនតិចជាងប្រទេសថៃឈ្លានពានប៉ុន្តែខ្ញុំសូមជម្រាបជូនបងប្អូនឲ្យបានច្បាស់ថាប្រទេសតូចមិនមែនមានន័យថាត្រូវតែខ្សោយនោះទេសន្តិភាពមិនមែនមានន័យថាគ្មានអំណាចនោះទេកម្ពុជាមិនបានជ្រើសរើសសង្គ្រាមនោះទេកម្ពុជាមិនមែនជាអ្នកឈ្លានពានទឹកដីគេនោះទេប៉ុន្តែកម្ពុជាត្រូវតែការពារទឹកដីសេចក្តីថ្លៃថ្នូរនិងប្រជាជនរបស់ខ្លួនជាដាច់ខាតយើងត្រូវតែការពារទឹកដីរបស់យើងហើយយើងមិនឈ្លានពានទឹកដីរបស់គេនោះទេការពារទឹកដីរបស់យើងគឺជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នាការពារទឹកដីរបស់យើងបានទើបអាចធានានូវភាពរស់រានមានជីវិតរបស់យើងបានបងប្អូនទីស្រឡាញ់ទាំងអស់សង្គ្រាមគឺពិតជាបំផ្លាញយើងប៉ុន្តែអ្នកប្រយុទ្ធគឺតែងតែកើតឡើងមកនៅក្នុងគ្រាលំបាកបងប្អូនទីស្រឡាញ់ប្រវត្តិសាស្ត្របានបង្រៀនយើងអំពីការពិតមួយនោះគឺថាវិបត្តិគឺនឹងមិនដែលបំផ្លាញបុគ្គលដែលខ្លាំងឡើយតែផ្ទុយទៅវិញវិបត្តិគឺពិតជាបានបង្ហាញឲ្យយើងឃើញពីបុគ្គលទាំងឡាយដែលមានភាពខ្លាំងនៅពេលដែលវិបត្តិកើតឡើងបងប្អូនទាំងអស់គ្នាទោះបីជាមានសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសយើងបែបណាក៏ដោយក៏យើងមិនត្រូវខ្លាចជាជនរងគ្រោះឡើយយើងត្រូវតែខ្លាចជាអ្នកប្រយុទ្ធផ្នែកសេដ្ឋកិច្ចដ៏ខ្លាំងក្លាដែលពោពេញទៅដោយភាពឆ្លាតវៃពោពេញទៅដោយវិន័យនិងពោពេញទៅដោយភាពធន់ដែលសត្រូវឈ្លានពានមិនអាចយកឈ្នះបានបងប្អូនទាំងអស់គ្នាជំនួសឲ្យការភ័យខ្លាចយើងត្រូវតែកសាងភាពច្បាស់លាស់ជំនួសឲ្យការមានអារម្មណ៍ថាមានសម្ពាធយើងត្រូវតែបង្កើនកម្លាំងធម៌ពលរបស់យើងឲ្យកាន់តែខ្លាំងឡើងជំនួសឲ្យភាពមិនប្រកបប្រជាឲ្យទៅជាការដាស់តឿនក្រៅរំលឹកភាពជាអ្នកដឹកនាំរបស់យើងឲ្យកាន់តែខ្លាំងចំពោះបងប្អូនសមាជិក CEO មិនសង្ឃឹមនិងម្ចាស់អាជីវកម្មទាំងអស់របស់កម្ពុជាពេលវេលានេះមិនមែនជាពេលវេលាដែលយើងត្រូវភ័យស្លន់ស្លោនោះទេនេះគឺជាពេលវេលាដែលយើងទាំងអស់គ្នាត្រូវបង្វឹកភាពជាអ្នកដឹកនាំនិងភាពជាសហគ្រិនរបស់យើងឲ្យមានចិត្តស្ងប់ហើយឆ្លៀសវៃសូមបងប្អូនទាំងអស់គ្នាបានបដោតប្រើប្រាស់សាច់ប្រាក់និងការពិសាច់ប្រាក់សម្រាប់អាជីវកម្មរបស់ខ្លួនឲ្យបានល្អសូមបងប្អូនទាំងអស់គ្នាបានបដោតថែរក្សាទុនធានមនុស្សល្អៗរបស់បងប្អូនឲ្យបានល្អសូមបងប្អូនទាំងអស់គ្នាបានបដោតធ្វើការងារមុខរបររបស់ខ្លួនជាមួយអ្នកពាក់ព័ន្ធឲ្យបានល្អប្រកបដោយក្រមសីលធម៌សូមបងប្អូនទាំងអស់គ្នាត្រូវធ្វើការឆ្លុះបញ្ចាំងស្វែងយល់អំពីស្ថានភាពនិងសុខភាពអាជីវកម្មរបស់ខ្លួនឲ្យបានលឿននិងច្បាស់ហើយប្រើប្រាស់យុទ្ធសាស្ត្រប5តើត្រូវបន្តបង្រួមបំលែងបិទឬបើកថ្មីដើម្បីសម្របខ្លួនបត់បែនតាមកលៈទេសៈជាក់ស្ដែងសូមកុំបណ្ដោយខ្លួនដេញតាមមោទនភាពដែលនាំឲ្យមានបញ្ហាហិរញ្ញវត្ថុសូមកុំដេញតាមរកការរីកចម្រើនបែបហេងស៊ុយដែលនាំមកនូវហានិភ័យនៃការខាតបង់សូមបដោតធ្វើអាជីវកម្មរបស់ខ្លួនឲ្យមានភាពរស់រានមានវិន័យមានស្ថិរភាពបន្តទៅមុខយូរអង្វែងដោយពាក្យចាស់ពោលថារក្សាព្រៃដោយគង់មិនខ្វះបោះដិតសូមចងចាំថា
អ្នកដឹកនាំខ្លាំងពិតប្រាកដមិនមែនបង្ហាញខ្លួនឲ្យឃើញតែនៅក្នុងពេលវេលាល្អៗនោះទេប៉ុន្តែអ្នកដឹកនាំខ្លាំងក៏បង្ហាញខ្លួនឲ្យឃើញនៅក្នុងគ្រាលំបាកផងដែរចំពោះបងប្អូនបុគ្គលិកនៅក្រុមការងារទាំងអស់បងប្អូនទាំងអស់គឺជាកម្លាំងទ័ពសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសជាតិយើងសូមយល់ថានៅក្នុងកលតិស័កនេះម្ចាស់អាជីវកម្មឬថ្នាក់ដឹកនាំរបស់បងប្អូនទាំងអស់កំពុងតែរែកនៅបន្ទុកទម្រួលខុសត្រូវដ៏ធ្ងន់ចំពោះប្រាក់ខែលើការងាររបស់បងប្អូនក៏ដូចជាគ្រួសារនិងអនាគតរបស់បងប្អូនដូច្នេះសូមបងប្អូនទាំងអស់គ្នាបានពង្រឹងនិងខិតខំប្រឹងប្រែងធ្វើការទាំងអស់គ្នាដោយមានវិន័យមានភាពធន់និងមានភាពបត់បែនតាមការដឹកនាំរបស់ថ្នាក់ដឹកនាំឲ្យបានខ្លាំងជាងមុនសូមចាប់ផ្ដើមរៀនជំនាញថ្មីតែត្រូវការបំពេញការងារឲ្យខ្លាំងជាងមុនសូមសហការគ្នាគាំទ្រគ្នាទៅវិញទៅមកឲ្យមានលទ្ធផលល្អជាងមុនសូមចងចាំថាគ្រាលំបាកតែតែបង្កើតឲ្យមានមនុស្សដែលរឹងមាំជាងមុនខ្លាំងពូកែជាងមុនដែលមិនធ្លាប់មានពីកន្លងមកសូមកត់សម្គាល់ថារាល់វិបត្តិនីមួយៗដែលកើតឡើងតែតែផ្ដល់នូវផ្លូវពីរជិតផ្លូវភ័យខ្លាចឬផ្លូវរីកចម្រើនតើបងប្អូនត្រូវជ្រើសរើសផ្លូវមួយណានោះវាគឺជាជម្រើសសូមយល់ថាពេលវេលាដ៏លំបាកនេះគឺជាពេលវេលារបស់កម្ពុជាយើងដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សនិងសមត្ថភាពផលិតផលក្នុងស្រុកជាពេលវេលាកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលពីបរទេសជាពេលវេលាកសាងអាជីវកម្មដែលមានភាពធន់ជាងមុនជាពេលវេលាដែលធ្វើឲ្យប្រសើរឡើងនូវជំនាញនិងប្រព័ន្ធការងារអាជីវកម្មគ្រប់ផ្នែកនិងគ្រប់កម្រិតទាំងអស់សូមនាំគ្នាកសាងអាជីវកម្មដែលមានភាពរឹងមាំហើយរីកចម្រើនដើម្បីបង្កើតសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងឲ្យមានភាពរឹងមាំនិងភាពរីកចម្រើនភាពជាអ្នកដឹកនាំនិងភាពជាសហគ្រិនដ៏រឹងមាំរបស់យើងទាំងអស់គ្នានិងការពារអនាគតរបស់យើងទាំងអស់គ្នាសូមជម្រាបជូនថា CEO មួយសក្តិនៃវិទ្យាស្ថាន CEO តែងតែមានវត្តមាននៅជាមួយបងប្អូននៅក្នុងកលតិស័កលំបាកនេះដើម្បីឈរនៅជាមួយគ្នាយើងទាំងអស់គ្នាឲ្យរឹងមាំដើម្បីសហការគ្រប់គ្រងគ្នាទៅវិញទៅមកឲ្យខ្លាំងដើម្បីដឹកនាំដោយមានទំនួលខុសត្រូវសម្រាប់ប្រទេសជាតិរបស់យើងចំពោះបងប្អូនវីរៈកងទ័ពដែលបានពលិជីវិតពួកយើងទាំងអស់គ្នានឹងគោរពនិងចងចាំនៅវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនចំពោះបងប្អូនដែលរស់ពួកយើងនឹងឈរនៅជាមួយបងប្អូនយ៉ាងកក់ក្ដៅជាមួយនឹងរដ្ឋាភិបាលរបស់យើងចំពោះអ្នកដឹកនាំនិងបុគ្គលិកទាំងអស់ដែលជាកម្លាំងទ័ពសេដ្ឋកិច្ចរបស់កម្ពុជាយើងនេះគឺជាពេលវេលាដ៏សំខាន់សម្រាប់បងប្អូនដែលត្រូវតែក្រោកឈរឡើងឲ្យរឹងមាំដើម្បីគ្រួសារយើងស្ថាប័នយើងនិងប្រទេសជាតិយើងមុននឹងបញ្ចប់ចូលចងចាំថាប្រទេសកម្ពុជាអាចមានទំហំតូចប៉ុន្តែយើងត្រូវតែមានភាពធន់ឲ្យបានខ្លាំងបំផុតយើងត្រូវតែការពារយើងត្រូវតែសម្របខ្លួនយើងនឹងរីកចម្រើនកាន់តែខ្លាំងចាប់ពីពេលនេះតទៅសូមបួងសួងឲ្យប្រាជ្ញាដ៏ជ្រាលជ្រៅបានដឹកនាំចិត្តរបស់យើងទាំងអស់គ្នាសូមបួងសួងឲ្យភាពក្លាហានបានពង្រឹងភាពរឹងមាំផ្លូវចិត្តរបស់យើងទាំងអស់គ្នាសូមបួងសួងឲ្យការរួបរวมសាមគ្គីគ្នាជាធ្លុងមួយបានការពារអនាគតរបស់យើងទាំងអស់គ្នាកុំបីខានឡើយសូមអរគុណ